ស្ត្រីម្នាក់ដើម្បីគេចពីការតាមប្រមាញ់របស់សត្រូវបានបិទបាំងខ្លួនឯងនៅក្នុងស្រុកអស់រយៈពេល1 ឆ្នាំរហូតដល់ថ្ងៃនេះខើពោះខ្លាំងពេកក៏លោតចេញពីស្រុកមកមាននរណាធ្លាប់ញ៉ាំទេផ្អែមណាស់ឆ្ងាញ់ជាងស្មៅឆ្ងាយណាស់អ្នកចូលចិត្តញ៉ាំផ្លែ peaches ទេអ្នកមើលឃើញខ្ញុំទេអ្នកមិនខ្លាចខ្ញុំទេមិនខ្លាចទេថ្ងៃក្រោយខ្ញុំនឹងយកផ្លែ peaches មកជូនអ្នកទៀតចាប់តាំងពីពេលនោះមកក្មេងស្រីតូចនោះតែងតែមកយករបស់ញ៉ាំមកឲ្យខ្ញុំជាញឹកញាប់ហើយខ្ញុំក៏បានដឹងថានាងឈ្មោះឈីនាងធីនាងរហូតដល់នាងធំដឹងក្តីខ្លាចជាស្រីក្រមុំកិរិយារបស់នាងគឺស្អាតជាងបិសាចដែលខ្ញុំធ្លាប់ឃើញទៅទៀតថ្ងៃស្អែកខ្ញុំត្រូវរៀបការហើយតើអ្នកដឹងពីការរៀបការទេពេលរៀបការរួចនឹងមានកូនខ្ញុំស្អប់ក្មេងណាស់ពួកគេញ៉ៃញ៉ៃណាស់អញ្ចឹងថ្ងៃក្រោយពេលខ្ញុំយករបស់ញ៉ាំមកឲ្យអ្នកខ្ញុំនឹងមិននាំពួកគេមករំខានអ្នកទេស្រេចតែចិត្តអ្នកចោះបាត់ចាស់អញ្ចឹងខ្ញុំទៅមុនហើយទៅចោះខ្ញុំចេញមិនរួចទេតើចង់ឲ្យខ្ញុំជូនអ្នកទៀតខ្ញុំទៅហើយពិតប៉ុន្តែនាងបានខកខានពាក្យសម្ដីក្អែកនៅទីនេះបានងាប់តាំងពីច្រើនឆ្នាំមុនម្លេះឈីនាងមិនដែលមកទីនេះទៀតទេឈីនាងប្រកាសជាមានកូនហើយភ្លេចខ្ញុំហើយក្មេងពិតជាល្អណាស់ខ្លាចអ្វីវាកើតឡើងនឹងយំស្អីក៏យំលេះមនុស្សយើងតែងតែត្រូវស្លាប់ម៉ាក់ខ្ញុំនិងប្អូនប្រុសនឹងធ្វើបុណ្យសពឲ្យម៉ាក់បានល្អថ្ងៃស្អែកខ្ញុំត្រូវរៀបការហើយតើអ្នកដឹងពីការរៀបការទេថ្ងៃក្រោយពេលខ្ញុំយករបស់ញ៉ាំមកឲ្យខ្ញុំនឹងមិននាំពួកគេមកសងសំណងអូខេអញ្ចឹងខ្ញុំទៅហើយទៅសិនហើយប្រយ័ត្នមើលម៉ាក់របស់អ្នកងាប់ដោយសារអីនិយាយមកម៉ាក់របស់អ្នកមើលឃើញខ្ញុំតើអ្នកមើលមិនឃើញខ្ញុំទេក្មេងល្ងងពីរនាក់នេះជីកដល់ឆ្នាំក្រោយក៏មិនអាចរកឃើញដែរម៉ាក់កុំតន់ទៅអីខ្ញុំនិងប្អូនស្ដាយម៉ាក់ណាស់បងស្រីមីងអ្នកមិនខ្លាចខ្ញុំទេមិនខ្លាចទេថ្ងៃក្រោយខ្ញុំនឹងយកផ្លែ peaches មកជូនអ្នកទៀតខ្ញុំក៏ស្លាប់ដែរប៉ុន្តែនាងត្រូវតែស្លាប់
nơi dùng tiếp Mạ nhông ban từ bạch hải Mạ mình tôn slap tế Mạ bất chi mình tôn slap mèn Mạ ru lang vinh hải Mạ mình slap tế Ôn prok nhẹ làng Mạ mình tôn slap tế ru lang vinh hải Ôn prok krôn kada hải Mạ, khmien ở vây nhằm ngày hải Ôn prok chết khâu slap hải Nhông nâng rồ vây ở cụ vi nhằm Ôn pro Tầm bấy xịt đây sờ lánh trong pu cồn Tức chật Chăm nhông Côn crom mồm ai riêng cai rồi bo nẹt soi mà lẽ Ta bán tayបន្តិចសោះ how breathless អស់ហើយប៉ុន្មានឆ្នាំនេះអ្នកមិនដែលមកសោះតើអ្នកកំពុងជួបទុក្ខលំបាកអ្វីមែនទេតើនរណាជាអ្នកធ្វើបាបអ្នករហូតដល់ថ្នាក់នេះឈីនាងកុំខ្លាចអីឥឡូវនេះខ្ញុំគឺជាអ្នកហើយអ្នកគ្រាន់តែមើលដោយស្ងប់ស្ងាត់ចុះខ្ញុំនឹងសម្ដែងការវាយខ្លាឲ្យអ្នកមើលបន្តិចនិយាយលេងទេបងប្រុសខ្លាខ្ញុំមិនសម្លាប់អ្នកទេគ្រាន់តែមករកជំនួយបន្តិចនាំខ្ញុំរកបងស្រីខ្លាដោះដូរយកទឹកដោះគោបន្តិចបានទេមានក្មេងតូចម្នាក់កំពុងរងចាំផឹកទឹកដោះសង្គ្រោះជីវិតមកអូនសម្លាញ់ខ្លាកូនអើយមកញ៉ាំអីមកម៉ាក់ប្អូនប្រុសភ្ញាក់ហើយគាត់នឹងជាសះស្បើយឡើងវិញហើយអ្នកញ៉ាំនេះចុះម៉ាក់ញ៉ាំមិនបានទេញ៉ាំបានបងស្រីកំពុងផឹកទឹកដោះគោហើយយ៉ាងណាមិញខ្ញុំជំពាក់មួយដងដែរតោះចុះពីភ្នំត្រឡប់ទៅផ្ទះវិញបន្ទាប់ពីចុះពីភ្នំមករាងកាយរបស់ខ្ញុំនិងជីនាងបានរលាយចូលគ្នាល្អដូចជានាងមានចិត្តទទួលយកខ្ញុំតាំងពីកំណើតមិនដល់ប៉ុន្មានថ្ងៃផងខ្ញុំក៏ចេះកូនបំផុសកូនឲ្យចំណែកការងារធ្ងន់ដូចជាដងទឹកនិងផុសអស់គឺរងាយស្រួលទៅទៀតមានតែរឿងមួយដែលពិបាកខ្លាំងនោះគឺការធ្វើម្ហូបមុខមាត់ម្ហូបមិនសូវល្អមើលទេប៉ុន្តែរសជាតិប្រហែលជាល្អជាងលើកមុនសាកមើលសិនពួកយើងមិនមែនតាំងចិត្តទេម៉ាក់កុំសោកស្ដាយអីម៉ាក់ប្រហែលជារបួសទៅធ្វើម្ហូបមិនកើតចាំរងរបួសជាសះស្បើយចាំធ្វើម្ហូបឆ្ងាញ់ជូនពួកយើងមិនឆ្ងាញ់ក៏មិនអីដែរឲ្យតែជាម្ហូបដែលម៉ាក់ធ្វើពួកយើងសុទ្ធតែញ៉ាំចាំខ្ញុំនរណានោះលោកតាភ្ញាក់ឡើងរត់អ្វីទៅខ្ញុំមករកលោកមានរឿងបន្តិចជីនាងអ្នកមករកខ្ញុំធ្វើអីខ្ញុំមិនមែនជាអ្នកសម្លាប់អ្នកទេមានបំណុលត្រូវរកម្ចាស់បំណុលទៅរកប្តីរបស់អ្នកទៅអ្នកដឹងទេថាជីនាងស្លាប់យ៉ាងម៉េចខ្ញុំក៏គ្រាន់តែជាស្ត្រីម្នាក់ប្តីរបស់ខ្លួនឯងក៏ផ្ទះថែមទាំងត្រូវមើលថែក្មេងតូចម្នាក់ទៀតអ្នកកុំប្រោសអត់ទោសឲ្យខ្ញុំដែលធ្វើជាថ្លង់មិនជួយអ្នកអីតើនរណាដឹងថាប្តីរបស់អ្នកចិត្តដាច់វាយអ្នករហូតដល់ស្លាប់ទៅហេតុអ្វីខ្ញុំវាយខ្ញុំពិតជាមិនដឹងទេពេលខ្ញុំរសូរគឺវាពេលហើយគ្រូពេទ្យថ្មីប្រាប់ខ្ញុំឲ្យយកបាយសាច់មាន់ត្រូវវះពោះទាញពោះចេញនិងសម្អាតគ្រឿងក្នុងរួចកាត់ជាដុំដាក់ក្នុងឆ្នាំងកុំបុកស្មៅផ្ដេសផ្ដាសអាចដាក់ផ្សិតបន្តិចបានទំលងមីក៏បានដែរបាយកុំចំហុយច្រើនពេកទឹកប៉ុណ្ណឹងគឺល្មមហើយបើច្រើនពេកនឹងคล้ายជាបាយខ្សាយពេលដាំបាយត្រូវទៅមើលភ្លើងផង
ខ្លាំងពេកឬតិចពេកសុទ្ធតែមិនបានទេខ្ញុំចាំហើយអ្នកអង្គចុះឈីនាងអ្នកញ៉ាំទៅញ៉ាំឆ្អែតហើយដើរផ្លូវទៅចុះកុំមកបំភ័យគេទៀតខ្ចប់ឲ្យខ្ញុំផងឲ្យ Liver និង Schwerner ញ៉ាំខ្ញុំញ៉ាំមិនកើតទេត្រូវហើយអ្នកមិនចាំបាច់ញ៉ាំទេខ្ញុំនឹងខ្ចប់វាឲ្យអ្នកទាំងអស់ឥឡូវនេះកុំក្រមុំឲ្យអ្នកទៅចុះគ្រួសារខ្ញុំពិតជាមិនបានធ្វើបាបអ្នកទេគឺប្តីអ្នកជាអ្នកវាយតើអ្នកពិតជាមិនដឹងពីមូលហេតុទេអញ្ចឹងក៏បានដែរខ្ញុំទៅហើយកុំក្រមុំឲ្យតើអ្នករួយបារម្ភពីរឿងកូនមែនទេមីងលាវពិតជាយល់ពីអ្នកសុទ្ធតែជាម្ដាយដូចគ្នាបើខ្ញុំស្លាប់ទៅនឹកឃើញដល់កូនក៏បិទភ្នែកមិនចិត្តដែរកូនក្រមុំហេតុអ្វីបានជាអ្នកមិនញញឹមសោះឬមួយមិនពេញចិត្តនឹងម្ហូបអាហារអ្នកនឹងមិនមកពេលពាក់កណ្ដាលអាធិបទៀតទេមែនទេញឹមគឺជាអ្វីបែបនេះហ៎គួរឲ្យខ្លាចចម្លេះ Liver និង Schwerner មិនដែលខ្លាចសោះពេលយប់ថែមទាំងអប់ខ្ញុំគេងទៀតពិតជាគួរឲ្យខ្លាចមែនក្មេងមិនដែលប្រកាន់ទេប្រហែលជាពួកគេអត់ធន់នឹងភាពភ័យខ្លាចទេដឹងខ្ញុំនឹងធ្វើជាឈីនាងឲ្យបានល្អជួយអ្នករស់នៅជីវិតនេះរហូតចប់ចិញ្ចឹមកូនរបស់អ្នកចាំថ្ងៃណាមួយបានជួបអ្នកសាជាថ្មីគឺអ្នកទៅគឺអ្នកដែលសម្លាប់ម៉ាក់និយាយខុសហើយខ្ញុំមិនតាមអ្នកទេម៉ាក់កុំត្រឡប់មកវិញអីប៉ាមកហើយគាត់នឹងវាយម៉ាក់ម្ដងទៀតហើយម៉ាក់ងាប់ស្អីក៏ងាប់ដែរស្រែកស្អីម៉ាក់មិនទាន់ស្លាប់ទេលេងនិយាយច្រើនជាមួយក្មេងកំហួតពីរនាក់នេះទៀតហើយផ្លូវនេះគ្មានចេញរួចទេធំប៉ុណ្ណឹងហើយដល់ពេលត្រូវសងគុណឪពុកហើយម៉ាក់និយាយស្អី